นั่งไง1 គីឡូ 8,000 អូយថ្លៃម៉េស្អីគេជ្រក់ក្តោបហ្នឹងណាមួយកំប៉ុងតែ1 គីឡូទេដល់ទៅ 8,000 ថ្លៃម៉េលោកអើយជរិះសួរលោកពុកអ្នកម្ដាយលោកពូអ្នកមីងបងប្អូនកូនជាទីស្រឡាញ់នាងខ្ញុំស្ដាវីនេះមិនដែរចាប់ដៃឲ្យបងប្អូនមកជួយទិញនាងខ្ញុំទេបងប្អូនបើសិនជាបងប្អូនគិតថាថ្លៃដាំខ្លួនឯងហូបទៅនិយាយត្រង់តែម្ដងណាតាមពិតទៅពីមុនណាបន្លែធម្មជាតិរបស់នាងខ្ញុំហ្នឹងនាងខ្ញុំអត់ដែលមានកំណត់ចង់លក់ទេបងប្អូនចាអត់ដែលមានកំណត់ចង់លក់ទេក៏ប៉ុន្តែ fan ក៏មកលេង fan ដែលជួយគ្រប់គ្រងផលិតផលគឹមជីទឹកប្រឡាក់ទឹកកាពិបុកទឹកកាពិស៊ុបទឹកស៊ូគីក៏ដូចជាទឹកភ្លាហ្នឹងគាត់ចូលមកគាត់សុំទិញបន្លែបងប្អូនចានាងខ្ញុំក៏មានកំណត់ថាធ្វើជ្រក់លក់ឥឡូវនេះអត់ទេបងប្អូនសារជើងនឹងអស់នាងខ្ញុំដាំបន្តរយៈពេល3 ខែកន្លះទៀតនាងខ្ញុំមានទៀតទេបងប្អូនហើយនាងខ្ញុំការផលនាងខ្ញុំលក់ចានាងខ្ញុំលក់ស្រស់តែម្ដងក្តោបហ្នឹងនាងខ្ញុំលក់ 7,000 ដាច់ថ្លៃហើយបងប្អូនឆៅចាហើយបើផ្កាខាត់ណានាងខ្ញុំលក់ 10,000 ចាហើយបើសិនជាបងប្អូនណាដែលគាត់គិតថាថ្លៃបងប្អូនអាចដាំខ្លួនឯងឬក៏ទៅទិញកន្លែងផ្សេងទៅនាងខ្ញុំអត់ចាប់ដៃទេណាតាមពិតទៅបងប្អូននាងខ្ញុំលក់ប៉ុណ្្នឹងក៏នៅថោជាងទីផ្សារដែរបងប្អូនចាផ្កាកាត់ណានាងខ្ញុំទៅមើលសារម៉ាក្រូធម្មជាតិចា2 ផ្កាអត់ដល់3 ខាំទេបងប្អូនគេលក់$2បងប្អូននាងខ្ញុំ1 គីឡូ 10,000បងប្អូនហើយបងប្អូនស្រែកថាថ្លៃនាងខ្ញុំមិនដឹងថានិយាយអ្វីបញ្យល់បងប្អូនយល់ទេបងប្អូនចាហើយចំពោះក្តោបនឹង 7,000 ក៏ប៉ុន្តែមិនមែនមានឥឡូវទេណាបងប្អូន3 ខែទៀតបានមានចានាងខ្ញុំចាប់ផ្ដើមហាលដីហាលដីហ្នឹងហាលជាមួយជីកំប៉ុស្តពិតតែម្ដងបងប្អូននៅពេលដែលហាលដីងាប់មេរោគហើយនាងខ្ញុំដាក់ដាំរយៈកាល3 ខែបាននាងខ្ញុំបានកើផលបើសិនជាផ្កា2 ខែកន្លះបងប្អូនចាបានកើផលហើយអញ្ចឹងបើសិនជាបងប្អូនគិតថាអូបន្លែគេគីជើង1 គីឡូធំតែ2,000ទេចាបងប្អូនទៅទិញគេចោះចំពោះនាងខ្ញុំបច្ចេកទេសចាធម្មជាតិសុទ្ធ 100% តែម្ដងចាកូនចៅរបស់នាងខ្ញុំកាមតាន់មកនៅទីនេះបងប្អូនគាត់ដាំបងប្អូនដឹងគាត់ដាំមិនទេគឺគាត់ភ្ជួរដីហើយគាត់លាយជាមួយជីគ្រាប់ហើយគាត់ដាក់អាចគោឲ្យធំបន្តិចបន្តួចហើយឲ្យធំក្លិនអាចគោអាចអីថាធម្មជាតិចឹងណានៅពេលដែលបាន1 ខែគាត់បាញ់សាច់ជីអេរ៉េបងប្អូនចាគាត់ថាដាំអញ្ចឹងមិនគាត់ដាំបានដល់ពេលមកនៅទីនេះឃើញប្តីនាងខ្ញុំគាត់ដាំអត់ប្រើជីគ្រាប់អត់ប្រើជីអេរ៉េអញ្ចឹងដាំបានអញ្ចឹងគាត់សរសើរប្តីនាងខ្ញុំណាបងប្អូនអើយហើយនាងខ្ញុំចេញលក់ហ្នឹងគឺដោយសារតែបងអូនគាត់ចង់បានចាហើយគាត់ចង់បានស្រស់គាត់ចង់បានជ្រក់អញ្ចឹងអញ្ចឹងក៏នាងខ្ញុំបែកកំណត់ថានាងខ្ញុំនឹងដាំលក់អីនៅពេលដែលនាងខ្ញុំកាប់ផលនាងខ្ញុំប្រមូលម្ដុំចាមួយតង់2 តង់របស់នាងខ្ញុំហ្នឹងនាងខ្ញុំបញ្ចេញវីដេអូអីអញ្ចឹងបងប្អូនតាមដាន page Win សុកសែក៏ដូចជា page Win បុកលហុងបងប្អូននាងខ្ញុំលក់នៅក្នុង2 page ហ្នឹងណាបងប្អូនចំពោះ page នេះអត់ទេចាហេងទាំងអស់គ្នាណា